បងប្អូនណាខ្លះដែលមានទម្លាប់ចូលទៅទិញតឡាងឆេងមីហើយប៉ុន្តែនៅពេលដែលទីផ្សារមានការធ្លាក់ចុះបងប្អូនអរគ្នាអត់ដាក់ stop loss ទេតែបងប្អូនដើម្បីការពារហានិភ័យបងប្អូនសម្រាប់ចិត្តទៅចូលលក់ស្មើជាមួយនឹងប្រតិបត្តិការរបស់បងប្អូនអរគ្នាទិញវិញដែលបងប្អូនគិតថាការលក់មួយនេះវាជាការដែលជួយការពារហានិភ័យសម្រាប់បងប្អូនអរគ្នាតែបងប្អូនធ្វើទៅលើទង្វើបែបនេះកំពុងតែសាងកំហុសដោយមិនដឹងខ្លួនសម្រាប់ខ្លួនឯងឯងនៅពេលដែលបងប្អូនធ្វើការចូលបាយហើយ sale ទៀតលុកតាក់ទងជាមួយនឹង account របស់បងប្អូនអរគ្នាតាមពិតទៅវាស្មើជាមួយនឹងការបងប្អូនអរគ្នាកាត់ខាតទេថាបងប្អូនអរគ្នាប៉ុន្តែបងប្អូនអរគ្នាអត់កាត់ខាតតែបែរទៅជាធ្វើការចូល lock ទៅលើ account នៅពេលដែលបងប្អូនចូល lock បែបនេះហានិភ័យដែលបងប្អូនអរគ្នាជួបនៅពេលដែលបងប្អូនចូលបាយផង sale ផងការសម្រេចចិត្តរបស់បងប្អូនអរគ្នានឹងបែកខ្ញែកទេបងប្អូនអត់អាចសម្រេចចិត្តច្បាស់ថានឹងគួរសម្រេចចិត្តបែបណាទេឧទាហរណ៍ថាបើសិនជាទីផ្សារកាន់តែមានការចុះប្រតិបត្តិការ sale ចំណេញតែប្រតិបត្តិការបាយខាតនៅពេលនេះបងប្អូននឹងអត់ដឹងថាត្រូវគួរធ្វើបែបម៉េចថាគួរកាត់ខាងបាយសិនឬកាត់ខាង sale នៅពេលដែលគិតថាកាត់ខាង sale មានអារម្មណ៍ថាបន្តិចកាត់ខាង sale យកចំណេញប៉ុន្តែទីផ្សារចុះមកទៀតមិនហានិភ័យនៅពេលដែលកាត់ខាងបាយបងប្អូនគិតថាទិញនៅពេលដែលកាត់ខាងបាយហើយទីផ្សារវាអត់ចុះវាមានការកើនឡើងវិញកាន់តែហានិភ័យនឹងធ្វើឲ្យអារម្មណ៍បងប្អូនអរគ្នាជួបជាមួយនឹងការពិបាកទៅលើការសម្រេចចិត្ត account ហ្នឹងខ្ញុំហ៊ាននិយាយថាឬក៏ម្នាក់មួយយើងហ៊ាននិយាយថាភាគរយច្រើននឹងបន្តជាមួយនឹងការខាត់បងបន្ថែមទៀតនៅពេលដែលបងប្អូនជាប់បែបនេះអារម្មណ៍បងប្អូនអរគ្នាប្រកាសជាច្បងច្បល់ហើយនឹងពិបាកខ្លាំងមែនទែនហើយរឿងទាំងអស់នេះជាទូទៅកើតឡើងសម្រាប់អ្នកថ្មីនៅក្នុងវិស័យនេះគួរតែជៀសវាងត្រង់ចំណុចមួយនេះការចូលទីផ្សារកុំប្រើតែទៅជាមួយនឹងការលុកដើម្បីបញ្ជាវិហានិភ័យតែការចូលទីផ្សារគួរតែប្រើstop loss ដើម្បីកំណត់ផលខាតឲ្យបានត្រឹមត្រូវហ៊ានទទួលយកផលខាតផលចំណេញនៅក្នុងទីផ្សារកុំបន្តឲ្យខ្លួនឯងរហូតដល់អាចលុកតាក់ទងជាមួយនឹងគណនីនៅពេលបងប្អូនបន្តឲ្យខ្លួនឯងបែបនេះនឹងធ្វើឲ្យអារម្មណ៍បងប្អូនអរគ្នាពិបាកហើយនឹងធ្វើឲ្យបងប្អូនអរគ្នាខាតបង់ដោយមិនដឹងខ្លួនជួបគ្នាជាមួយនឹងអេពីសូតទី17របស់រៀន Trade